unboxing ជាមួយនឹង F22 F3XR series version ថ្មីតែម្ដង series version ថ្មីដែរគឺហោះបានដល់ទៅ10គីឡូម៉ែត្រនេះមើល speed លើប្រអប់វាគឺ10គីឡូម៉ែត្រជាមួយនឹងកាមេរ៉ានេះដាក់ដល់ 8K អត់ដល់គ្នាមិនដឹងថាបាន 8K មែនឬក៏មិនទេចាំយើង record នេះយើងតែមើលទាំងអស់គ្នាតែគាត់ថា 4K នោះគឺ the best ហើយ30 frame បាទកាមេរ៉ាវានេះឃើញលើនេះដាក់ 4K ទេអញ្ចឹងគឺដឹងតែ 4K បាត់ហើយមួយទៀតគឺ tele អេក្រង់នេះគឺ tele ដែលថាប្រើមួយ M22F3XR អ្នកនរនេះ tele នេះគឺ smooth ដូច DJI ចឹង tele smooth មែនតើមើល YouTube មើលបានមួយ M តែម្ដងរូបរាង drone នឹង update អីខ្លះតោះបើទាំងអស់គ្នាអូយើ drone version ថ្មីនេះគឺវាខានចេញយូរអ្នកនរនេះហើយខ្ញុំក៏នឹកស្មានថាវា update ទៅលើ F11 ដែរខ្ញុំស្មានតែវាចេញប្រភេទ F33 អីតាអានេះគឺចេញ F11 ដដែលតែគាត់ថាវា upgrade ទៅលើ machine មកវាកាន់តែខ្លាំងជាងមុនតែខ្ចប់ច្រើនតង់មែនតើមានជាមួយនឹងប្រអប់2តង់ហើយមានជាមួយ plastic ហើយមានជាមួយនឹងកាបូបរបស់វានេះយើងអាចគឺកឹបកលឹះក្នុងការស្ពីបានទៀតកាបូបវាស្អាតខ្លាំងមែនតើអ្នកនរដូច DJI យ៉ាងសាច់វាដូច DJI ចឹងហើយខាងនេះគឺមានដាក់ស SJRC Pro EAS នៅខាងក្នុងវានេះគឺមានជាមួយនឹងសាច់កាំញ៉ៃនិយាយទៅដូចតែគ្នាតោះគ្នាឥឡូវដកជាមួយនឹង drone ខាងក្នុងមកនេះយ៉ា drone ជិះមកកាចហ្មងណានេះ version ថ្មីកាចមែនតើ update ទៅលើរូបរាងច្រើនដែរតោះគ្នា update ច្រើន%ដែរលើនេះគឺមិន sensor ទេមើលមកអំណាចតែម្ដងបាទដូចជាមួយ sensor LiDAR sensor របស់ DJI សេរីថ្មី DJI Mini 5 Pro អញ្ចឹងខាងក្រោមវិញគឺឃើញថាវា update ដែរតោះគ្នាវាមានជាមួយនឹងកង្ហារដែលជួយឲ្យម៉ាស៊ីនវាត្រជាក់ដោយសារតែម៉ាស៊ីនវាគឺបំពាក់ម៉ាស៊ីនថ្មីដែលវាក្តៅជាងមុនដោយសារតែកម្លាំង speed វាគឺខ្លាំងនៅក្នុង performance នេះខ្លាំងជាងមុនណាអញ្ចឹងទៅគេទៅកាត់ដាក់កង្ហារដើម្បីជួយ cool down នៅវាត្រជាក់ទៅហើយជាមួយនឹង gimbal វាគឺ 3 axis gimbal ដូចតែក្រុមហ៊ុនគេដាក់មករដងអញ្ចឹងជាមួយខ្ញុំបើកជាមួយដៃវាសិនមុនលាជាមួយនឹងកម្រិតកាមេរ៉ាវាតពេលដែលយើងលាដៃវាឲ្យអស់ជាមួយនឹង F11S ស៊េរីប្រភេទពួកជំនាន់ទី3ហើយមាន XR ដែលមានបំពាក់ tele ក្រង់ដៃវា motor វាឃើញថាដូចជាមានការផ្លាស់ប្ដូរកន្លែងនេះប្រហែលជារុនខ្យល់ជួយឲ្យត្រជាក់ motor ហ្នឹងហើយរុនខ្យល់មានត្រឡប់4តែម្ដងហើយនៅខាងក្រោយនេះគឺជា slot ដាក់ memory យើងអាចដក memory បាន memory ម្ដងនៅគីនេះតែឥឡូវគឺនៅលើនេះវិញដោយសារថ្មវាបច្ចេកខុសពី version ចាស់ណានេះថ្មវា version ថ្មីនេះគឺទំហំ 3500 mAh មែនប៉ុន្តែរូបរាងក៏ដូចជាការ design ជាខុសពីមុនបាទខុសពីមុនអត់មានដូចពីមុនទេវិញគឺជា charger hub វាបាទ charger hub វាគឺ low មែនតើអត់ដែរមាន charger hub ពីមុនទេលក់វាចូល 5 6 ឆ្នាំហើយទៅតែលើកទី1នេះវាបង្កើត charger hub សម្រាប់ប្រភេទពួក N11S នេះបាទតែតែឃើញហើយតែបានយកមកទេជាមួយយើងបើកខាងក្នុងមើលថាស្អាតប៉ុណ្ណា charger hub វា low ខ្លាំងមែនតើបាទគឺដឹងតែទិញតែបាន charger hub ហ្នឹងអត់មានតែការទិញក្រៅឬក៏ combo set ទេបាទយើងយកតែឈុតរបស់វានេះគឺថ្មតែមួយគ្រាប់ក៏មាន charger hub ដែរជាមួយយើងសាករបៀបម៉េចណែសាកដោតក្បាលវាចូលចេញមកហើយវាចូលនេះគឺយើងអាចធ្វើការសាកដូចទៅនឹងថ្ម DJI អញ្ចឹងដោតតែកន្លែង Type C នេះគឺដោតតែមួយមកនេះគឺវាសាកទាំងអស់តែម្ដងអញ្ចឹងប្រភេទពួក version ថ្មីនេះគឺថ្មវាអត់មានកន្លែងសាកលើនេះណាគឺកន្លែងសាកវាគឺលើ charger hub នេះតែម្ដងអញ្ចឹងយើងដោតម្ដងបាន3ថ្មហើយវាសាកចូលម្ដងមួយអញ្ចឹងទៅហើយបើនេះវិញគឺជាការសាកថ្មវាឃើញអត់យើងដោតខ្សែបែបហ្នឹងមកគឺវាសាកវាលោតបង្ហាញតន័យថ្មទៅលើថ្មវាតែម្ដងអត់មានលោតលើដូច DJI លោតលើនេះអានេះគឺលោតលើនេះតែម្ដងខាងក្នុងទៀតក៏វាមានជាមួយស្លាបស្គួរដែរនេះគឺជាស្លាបស្គួរ F11S ហ្នឹងគឺវាឲ្យយើងមកឈុតទៀតបាទស្លាបស្គួរឲ្យមកឈុតហើយមានជាមួយនឹងខ្សែសាកនេះគឺជាខ្សែដែលយើងដោតជាមួយនេះគឺខ្សែនេះដូចជា Type C សងខាងដល់គ្នា Type C សងខាង accessory នេះគឺមួយទៀតគឺ remote control តែម្ដង remote control ការខ្ចប់មកស្អាតខ្លាំងតមក remote control ស្អាតប៉ុណ្ណាវ៉ាវ remote control វាខុសពី remote control សេរីចាស់ទៀតហើយបាទអានេះគឺ remote control សេរីថ្មីទៀតហើយដែលវាមានជាមួយនឹងអង្តែននេះអង្តែនគឺខ្លីកញ្ញុចតែម្ដងខ្លីកញ្ញុចទេវាជាមួយនឹងអង្តែនវានេះហើយនេះគឺជាកន្លែងបិទបើកវានៅខាងក្រោយមានកន្លែងដាក់ joystick វាក៏ដូចជាខាងលើកន្លែងបញ្ជាចូលឡើងនេះអាចបើកជាមួយនឹងអេក្រង់បានបាទចាំបើកតាមក្រោយទៀតនេះគឺជា accessory ទាំងអស់ដែលវាមកជាមួយនឹងមកប្រអប់នេះគឺមានជាមួយនឹងដូចទៅក្នុងវីដេអូនឹងចឹងគឺមាន accessory ទាំងអស់ហ្នឹងតែម្ដងណាខ្ញុំ activate ជាមួយម៉ាស៊ីនវាតែម្ដងអញ្ចឹងខ្ញុំធ្វើការបើកជាមួយនឹងនេះប៊ូតុងហ្នឹងយើង hold វារយៈពេលប្រហែលជា5វិនាទីមកឲ្យភ្លើងនឹងដើរពេញគឺមានថា drone ហ្នឹងវាបើកហើយឥឡូវគឺវាបើកហើយយើងបើកជាមួយ remote control មួយទៀតចុចវាមួយចុចវាទៅជាប់ចុចពីរដងហើយចុចមួយចុចភ្លើងមិញហើយចុចមួយជាប់ទីមកវានឹងការបើកដំណើរការម៉ាស៊ីនវាអីចឹងចាំវាមកស្ទុះសិនបាទនេះឲ្យ gimbal វាធ្វើការពុតដៃពុតជើងក៏ដូចជាឲ្យ drone ជាមួយ delay ឲ្យវាស្គាល់គ្នាសិនវានឹងបង្ហាញជាមួយរូបភាពចាំយើងធ្វើការ control វាតាមក្រោយទៀតដែលវាចេញបែបនេះគឺយើងអាចធ្វើការចុចពាក្យ go fly បែបនេះមកវានឹងចូលទៅលើ interface ដែលវាបង្ហាញជាមួយនឹងកាមេរ៉ារបស់ drone ហ្នឹងហើយជាមួយវាលោតទៀនទាយើងធ្វើឲ្យខ្លះចាំយើងធ្វើតាមវាណាដូចឥឡូវនេះ drone នេះគឺបើកមកវាទៀនទាយើងធ្វើការ calibration វាចឹងយើងធ្វើការលើក drone បង្វិលតាមវាមកបាទចឹងលើក drone ហ្នឹងបង្វិលនេះមកចូលមកនេះលើកទឺរត់ហើយវាលើកវល់ក្បាលឡើងលើអញ្ចឹងលើកក្បាលឡើងលើគ្នាបង្វិលវាមកជុំទៀតបាទណែលើកទឺហើយអញ្ចឹងយើងអាចធ្វើការដាក់វាចុះបានបាទដាក់វាចុះកន្លែងស្មើមកចាំវាបន្តិចសិនឲ្យកាមេរ៉ាវាធ្វើការដើរឲ្យស្មើសិនបាទកាមេរ៉ាវាចាំវាបង្វិលឲ្យស្មើសិននេះបងប្អូនគ្នាកាមេរ៉ា smooth បងប្អូនគ្នាណាអូ smooth មែនតើបាទ unexpected ទៀតហើយបាទកាមេរ៉ា smooth មែនតើងាកចងាកឡើងលើចុះក្រោម color វិញគឺមើលលើអេក្រង់បាន color ច្បាស់ណាស់បងប្អូនគ្នាបង្ហាញលើអេក្រង់ហ្នឹងគឺក៏ច្បាស់ដែរហើយសំខាន់កាមេរ៉ានេះគឺដឹងតែ the best ណាសំខាន់កាមេរ៉ានឹងបងប្អូនគ្នា 3 axis gimbal ងាកឆ្វេងងាកស្ដាំអីគឺកាមេរ៉ាវាអត់សូវរង្គើទេគឺនឹងល្អមែនតើអញ្ចឹង drone នេះគឺ budget ល្មមហើយគុណភាពអែមទៀត
សម្រាប់នៅលើអេក្រង់វាគឺអត់មានស្មុគស្មាញច្រើនណាស់នេះយើងមើលតែថ្មនេះគឺជាថ្មទលេហើយសម្រាប់ថ្មជាមួយដ្រូននេះគឺនៅខាងនេះគឺជាថ្មដ្រូននេះគឺជាថ្មទលេថ្មដ្រូនសោះ62%ហើយវាដាក់ search signal ហ្នឹងដោយសារនៅក្នុងផ្ទះវាអត់មាន GPS ទេអញ្ចឹងវាព្យាយាម search រហូតគេណាមាន GPS គឺចាប់ GPS បានហើយអាហ្នឹងយើងរៀនហោះនៅយ៉ាងដីវាទៅ GPS ចាប់បានអូតូយើងអាចហោះបានឆ្ងាយហើយនេះគឺវាសាក់ដាក់អក្សរ no GPS positioning អញ្ចឹងគឺវាឲ្យហោះបានត្រឹមតែ6ម៉ែត្រទេអញ្ចឹងវាមាន GPS បើយើងហោះបានឆ្ងាយយើងអាចចូល setting សេរីវាដាក់ទៅជាគីឡូម៉ែត្រក្នុង1ម៉ោងមកហើយនេះយើងអាចបិទ beginner mode បានបិទ beginner mode ចឹងមកហើយយើងអាចអូសវាពេញបាននេះគេហៅ fly distance រហូតដល់100,000 ម៉ែត្រជាមួយនឹងកម្ពស់រហូតដល់120ម៉ែត្រដល់កម្ពស់វាគឺដាក់ឲ្យ120ម៉ែត្រទេកម្ពស់ស្តង់ដានៅក្នុងប្រទេសយើងក៏ឲ្យហោះត្រឹមតែ100ម៉ែត្រទេចាក់ស្ដែងហ៎អញ្ចឹងពេលយើងហោះលើហ្នឹងគឺវាចូលដែរនឹងការចូលអីចឹងទៅណាហើយយើងអាចចុចពាក្យ save បានអានេះវាដាក់ set successfully ហើយក្នុងនេះគឺវាបង្ហាញច្រើនមែនទែនអ្នកទាំងអស់គ្នាអាចចូលមកសាកមើលកណ្ដេបន្ថែមទៀតបានណាហ្នឹងហើយវាយើងចុចអីខុសយើងអាច reset បានទេពួកនេះចឹងស្រួលមែនតើនេះគឺខ្ញុំបើកជាមួយនឹង grid ដើម្បីស្រួលថតអីចឹងទៅភ្លេចបញ្ជាក់ទៀត 3 gimbal ហ្នឹងបែបម៉េចនេះ3 gimbal បែបនេះឃើញអត់ដល់ពេលដែលខ្ញុំងាកឆ្វេងងាកស្ដាំទៅមុខទៅក្រោយឃើញកាមេរ៉ាវាវិលតាមអត់អាហ្នឹងគឺ gimbal វាទប់ហ្នឹងណាចឹង gimbal ទប់ហ្នឹងគឺដំណើរការហ្នឹងមានថាយើងឆ្វេងងាកស្ដាំទៅមុខទៅក្រោយគឺវាងាកតាមទេអាហ្នឹងគឺ gimbal វាទប់ហ្នឹងអានេះពេលដែលហត់ទៅបើយើងដឹងពីកាមេរ៉ាក៏ដូចជាកាន់ហ្នឹងវាចាក់ស្ដែងអានេះគ្រាន់ខ្ញុំកាន់ទេអញ្ចឹងបង្ហាញប៉ុណ្ណឹងគឺអ្នកនរគ្នាមើលឃើញហើយថាវានឹងប៉ុណ្ណាពេលធ្វើការទីវីដេអូពីដ្រូននេះក៏ងាយស្រួលដែរអ្នកនរគ្នាគ្រាន់តែយើងធ្វើការដក memory នេះគឺជា memory នៅខាងគៀនហ្នឹងយើងអាចចុចវាមួយមកដកជាមួយ memory ចេញមកណាចូលជាមួយនឹងដុំដែលខ្ញុំឲ្យអ្នកនរគ្នាខ្ញុំឲ្យដុំផ្សេងទេអ្នកនរគ្នាតែរបៀបប្រើដូចគ្នាអ្នកទាំងអស់គ្នាមិនថាប្រើ iPhone Lightning ឬក៏ Type C ទេគឺខ្ញុំឲ្យណាអ្នកនរគ្នាប្រាប់មកថាប្រើ iPhone ឬ Lightning ខ្ញុំឲ្យដុំដែលមានក្បាលមួយគឺវាយកទៅដោតជាមួយ memory ហ្នឹងយើងអាចដោតជាមួយទូរស័ព្ទរបស់យើងណាទូរស័ព្ទបែបនេះមកនៅពេលដែលខ្ញុំដោតបែបហ្នឹងហើយយើងចូលពាក្យថា file អ្នកទាំងអស់គ្នាមិនថា iPhone Android ទេចូលពាក្យថា file ចឹងមកបន្តមកទៀតយើងអាចនេះរកកន្លែងនេះអ្នកគ្នារកកន្លែងតលីនេះ location នេះក៏បានដែរនេះឃើញអត់លោឈ្មោះថា no name ជាមួយខ្ញុំដកចេញណាបាត់ជាមួយ no name ហ្នឹងហើយនេះឃើញបាត់អត់ឥឡូវយើងដោតចូលវិញមកគឺវា load មកវិញតែម្ដងអញ្ចឹងគឺមានន័យថានេះ load ជាមួយនឹង file របស់មួយនេះរបស់ memory ហ្នឹងដែលយើងថត drone ហ្នឹងចុចអា no name ហ្នឹងមកចុចពាក្យ video ក៏បាន picture ក៏បានដែរមិនយើងថតអីគេចុចមួយហ្នឹងមកណាការ download វាខ្ញុំគ្រាន់តែការ select យ៉ាងនេះ select យ៉ាងហ្នឹងមួយ select យ៉ាងនេះមួយមកយើងចុចពាក្យ share បាទបន្តមកទៀតចុចពាក្យថា save to item មើលតាខ្ញុំមួយចឹងមកនេះអាចចុចចឹងមកវា save ហើយចាំមើលមកស្ទុះទៀតវាចូលទៅក្នុង photo យើងតែម្ដងបាទចាំវាមិនតិចសិនវាទៅការចូល photo នេះខេតចូលណានេះឃើញចូលមកនេះគឺជារូបថតដែលយើងថតចេញពី F មក F11S ហ្នឹងអានេះបើថតនៅក្រៅបានច្បាស់ណាស់គ្នាហើយម្យ៉ាងទៀតមុនហ្នឹងខ្ញុំអត់បានបកជាមួយនឹង plastic ទេអញ្ចឹងទៅឃើញយើងផ្លាតហ្នឹងគឺមិនមែនមកពីកាមេរ៉ាទេគឺមកពី plastic វានៅលើហ្នឹងផងអាហ្នឹងគឺកម្រិត image វានេះរហូតដល់48 megapixel បាទវាគឺ 4K 30 frame បងប្អូន 4K 30 frame អញ្ចឹង drone នេះគឺថតបានច្បាស់ល្អដែរបាទជាមួយនឹងកាមេរ៉ាវាមើលលើ iPad ចាស់ស្ដែងបានអញ្ចឹងសម្រាប់ drone នេះគឺរបៀបប្រើប្រាស់វាងាយស្រួលមែនតើបងប្អូនគ្រាន់តែធ្វើការឈរពីក្រោយ drone និយាយទៅដាក់ drone ទៅពីមុខយើងឈរពីក្រោយអញ្ចឹងមកនេះកាន់តែលេងនៅឲ្យជាប់បងប្អូនហើយដាក់ drone នៅកន្លែងទីតាំងដីវាលណានេះខ្ញុំឧទាហរណ៍នៅក្នុងផ្ទះទេប៉ុន្តែអ្នកនរគ្នាគឺទៅលេងនៅទីតាំងដីវាលទៅដើម្បីសុវត្ថិភាពជាពិសេសបើអាចយកជាមួយនឹង landing pad ដែលខ្ញុំថែមមកនេះ landing pad នេះយើងដាក់ពីក្រោម drone អ្នកនរគ្នាក្រៅវាពីក្រោម drone ទៅដើម្បីផ្ដល់ភាពងាយស្រួលហើយមួយទៀតអត់ឲ្យវាទៅស្លាប់ជាមួយនឹងស្មៅឬក៏ដីឲ្យខ្ទាតចូលកាមេរ៉ាតោះឥឡូវយើងធ្វើការ Chamter វាគឺនៅពេលដែលយើងហោះក្រៅផ្ទះនេះកុំភ្លេចមើលកន្លែងនេះវាលោតថាមាន GPS ណាស់នេះកន្លែងនេះឃើញសាលាមួយហ្នឹងបើវាលោតឡើងមាន GPS គឺវាលោតចាប់ពីដូចជាខ្ទង់10កាមេរ៉ាហ្នឹងគឺវាមាន GPS បាទម្ដុំហ្នឹងគឺកន្លែងបង្ហាញ GPS អញ្ចឹងបើយើងចង់មក Chamter គ្រាន់ចេះស៊ី2ហ្នឹងនេះឲ្យចំcam 2នេះនៅក្រៅផ្ទះអាហ្នឹងគឺវាធ្វើការ take off មានន័យថាវា wall motor ហើយនៅពេលដែលវា GPS មាន wall motor នៅដល់គ្នាឥឡូវខ្ញុំធ្វើការបញ្ឆេះ motor ក្នុងផ្ទះដល់គ្នាមើលដើម្បីបញ្ឆេះបានយើងត្រូវការបិទ GPS សិនបាទចុចជាមួយនឹងប៊ូតុងដែលជាប់មួយមកប្រហែលជា3វិនាទីបាទ3វិនាទីលឺទឺតវាដាក់ attitude mode មានន័យថា mode នៅក្នុងផ្ទះដល់គ្នាហើយវាលោភ្លើនេះគឺមានន័យថាបញ្ជាក់ថាវាកំពុងតែនៅក្នុង mode មួយហ្នឹងតោះឥឡូវខ្ញុំ Chamter បានហើយបាទគ្រាន់តែចំអាពីរនេះមកណាហើយចំ cam ណាគេចំ cam ចឹងមកគឺ drone ហ្នឹងវាធ្វើការ wall motor តែម្ដងអញ្ចឹងណាគឺយើងអាចធ្វើការហោះបានហើយគ្រាន់តែហុញ joystick ខាងឆ្វេងនេះហុញវាឡើងមួយមកនេះខាងឆ្វេងនេះហុញឡើងមួយគឺវាធ្វើការហោះឡើងតែម្ដងឥឡូវខ្ញុំនៅផ្ទះចឹងទៅខ្ញុំបានហោះទេសម្រាប់ joystick ខាងឆ្វេងនេះគឺនៅពេលយើងថតពីក្រោយនេះហុញវាឡើងចេះនៅពេលដែលពងដែល wall motor ហុញវាឡើងគឺ drone នឹងវាធ្វើការហោះឡើងហើយបើយើងហុញវាចុះគឺ drone ធ្វើការហោះចុះបើហុញមកខាងឆ្វេងគឺវាងាកក្បាលឆ្វេងហុញមកស្ដាំគឺងាកក្បាលស្ដាំហើយបើសាប់ joystick ខាងស្ដាំនេះវិញគឺទៅមុខទៅក្រោយហ្នឹងយើងឈរពីក្រោយចឹងនេះហុញខាងស្ដាំនេះគឺទៅមុខគឺ drone នឹងហោះទៅមុខហុញមកក្រោយគឺ drone មកក្រោយហុញមកឆ្វេង drone ទៅឆ្វេងហុញមកស្ដាំគឺ drone ទៅស្ដាំអញ្ចឹងការហោះហើរវាតែប៉ុណ្្នឹងទេសំខាន់យើងរៀនហោះនៅទីតាំងដីវាលទៅងាយស្រួលក្នុងការប្រើប្រាស់ងាយស្រួលក្នុងការហោះអ្នកនរគ្នាអញ្ចឹងវីដេអូហ្នឹងមានប៉ុណ្្នឹងទេអ្នកនរគ្នាបើអ្នកនរគ្នាមានចម្ងល់ពី drone ឬក៏ឆ្ងល់អីផ្សេងៗអាចធ្វើការឆាកមកសួរខាង drone យើងបានជាពិសេស drone F11 ហ្នឹងគឺអាចឆាកសួរបានចង់មើលវីដេអូបន្ថែមទៀតកុំភ្លេចធ្វើការ comment នៅខាងក្រោមខ្ញុំធ្វើការព្យាយាមថតវីដេអូពី drone ឲ្យបានច្រើន
សំខាន់ស្តុកចិត្តអស់ទេណាបាយបាយ